ទៅអ៊ំចាអរគុណបាទម៉ែកូននឹកម៉ែមែនតើម៉ែស្គមណាស់កូនក៏ស្គមដែរអង្គុយចុះសិនមកកូននិយាយប្រាប់ម៉ែតាមត្រង់មកមើលគេមានវាធ្វើបាបកូនទេអត់ទេម៉ែមុខខំក៏ទួលសាច់អស់ហើយម៉ែក៏បានយកមុងមកផ្ញើកូនដែរទ្រាំទៅណាមើលទៅបងចម្រុងប្រហែលចិត្ត10ម៉ែ100ហើយមើលទៅនេះគឺខុសមកពីកូនគ្មានទេកូនបងឯងឥឡូវនេះគេយល់ច្រើនហើយគេខំជួយឯងច្រើនដែរតែនេះម៉ែយកចេកមកឲ្យកូនញ៉ាំណាហត់នេះផ្លែប៉ោមហើយនេះក្រូចណាកូនណានេះហើយនេះជាសម្លខ្ទិះដែលកូនចូលចិត្តម៉ែធ្វើយកមកឲ្យកូនញ៉ាំគុនធាគេនឹកកូនណាស់ហើយគេខ្វល់ខ្វាយកើតទុកដោយសារតែរឿងឯងតែកូនកុំព្រួយម៉ែរកបានមេធាវីល្អម្នាក់មកជួយកូនហើយម៉ែល្អនឹងកូនទេដែលធ្វើខុសចំពោះម៉ែមកពីកូនមិនស្ដាប់ម៉ែបានជាកូនទទួលទោសបែបនេះតែម៉ែត្រូវជឿកូនអត់បានសម្លាប់គេទេកូនមិនកុហកម៉ែឡើយម៉ែជឿកូនម៉ែខំបន់ព្រះរាល់យប់ឲ្យតុលាការជឿកូនដូចជាម៉ែជឿកូនអញ្ចឹងម៉ែពេលកូនចេញពីទីនេះកូនសន្យាថាកូននឹងស្ដាប់បង្គាប់ម៉ែកូននឹងខំកសាងខ្លួនសារជាថ្មីឲ្យក្លាយជាមនុស្សល្អតែពេលនេះទេតែកូនយល់ថាក្នុងមួយជីវិតរបស់កូនគឺមានតែម៉ែទេដែលល្អចំពោះកូនម៉ែល្អចំពោះកូនណាម៉ែដល់មកហើយអ៊ំប៉ិនមិនចាស់ណាកូនណាម៉ែថែរក្សាសុខភាពផងណាម៉ែទៅវិញហើយណាកូនចង់បានអីអាទិត្យក្រោយម៉ែយកមកឲ្យកូនទៀតណាកូនមិនចង់បានអីទេម៉ែរក្សាសុខភាពផងម៉ែជលរិទ្ធឯងសំណាងណាស់ដែលមានបណ្ដាយល្អយ៉ាងនេះរាប់ពេលដែលគាត់មកគ្នាមិនដែលឃើញគាត់ស្រីបន្ទោះឯងម្ដងណាទេនៅទីនេះគ្មានអ្នកណាមានសំណាងដូចឯងទេឯងដេកនៅក្នុងគុកថាវាពិបាកតាមខ្ញុំសង្កេតមើលទៅម្ដាយឯងនៅក្រៅគុកលំបាកវេទនាជាងឯងទៅទៀតឯងឃើញទេម្ដាយឯងត្រុកទាំងព្រឹកទាំងល្ងាចណាគិតពីកូនក្នុងគុក
ណាគិតពីរឿងរត់ការដោះស្រាយក្តីឲ្យកូនគាត់ពិបាកជាងកូនកំហុសដូចឯងនេះ10 ដងឯនោះណាល្មមឈប់ធ្វើឲ្យគាត់ពិបាកចិត្តទៀតហើយបានបងថ្ងៃក្រោយខ្ញុំសន្យាថាខ្ញុំឈប់មកទីនេះឲ្យបងឃើញមុខខ្ញុំទៀតហើយនេះម៉ែមានគ្រឿងអលង្ការតែម៉ែខំសន្សំទុកដើម្បីចែកកូនគ្រប់គ្នាហើយនេះជារបស់ឯងហើយនេះជារបស់រដ្ឋហើយនេះរបស់រីហើយនេះជារបស់រិទ្ធហើយនេះជារបស់រងនេះកូនឃើញទេរបស់ទាំងអស់នេះឥឡូវម៉ែទាល់ហើយម៉ែត្រូវតែយកទៅចំណាយដើម្បីដោះប្អូនឯងគ្រឿងអលង្ការអស់ទាំងនេះម៉ែខំសន្សំទុកដើម្បីបែងចែកកូនទាំង5នាក់ស្មើគ្នានេះម៉ែមិនសពបានយ៉ាងម៉េចទៅហើយបានន័យថាកន្លងមកម៉ែមិនបានចែកលុយដល់ពួកកូនជូនម៉ែទេពិតមែនហើយម៉ែអត់បានចែកអីទាំងអស់តែកន្លងមកបងឯងចេះតែថាម៉ែយកទៅឲ្យរិទ្ធឲ្យរដ្ឋតាមពិតម៉ែមិនបានយកទៅឲ្យអ្នកណាទាំងអស់នឹងម៉ែសន្សំទុកឲ្យពួកឯងជាគេពេលដែលម៉ែស្លាប់ទៅពធម៉ែគេសុទ្ធតែមានបានគ្រាន់បើអស់ហើយតើចាំបាច់អីម៉ែគិតពីគេទៀតនោះហើយលុយនេះគេទុកជូនម៉ែពិសាចំណីឬក៏ចង់ធ្វើបុណ្យអីតែងទួយដល់ម៉ែចង់ធ្វើណាម៉ែមិនខ្វល់ទេអ្នកណាគេមានអីក៏មានទៅតែនេះជាទឹកចិត្តរបស់ម៉ែត្រូវតែទុកចែកកូនទាំងអស់តែថ្ងៃនេះដើម្បីកូនរិទ្ធម៉ែត្រូវតែបដូរចិត្តទុកមាសនេះវិញចោះដើម្បីសំបំណងម៉ែថ្ងៃក្រោយចំពោះរឿងលុយចំណាយដើម្បីជួយបងរិទ្ធទុកឲ្យកូនជាអ្នករ៉ាប់រងទៅចុះម៉ែមែនហើយម៉ែអរគុណនឹងកូនណាស់ដែលកូនចេះជួយប្អូនម៉ែដឹងថាកូនទាំងអស់គ្នាសុទ្ធតែជាកូនល្អរបស់ម៉ែឲ្យតែម៉ែសប្បាយចិត្តកូនមិនគិតពីអ្វីទាំងអស់ម៉ែលោកចម្រុងខ្ញុំកំពុងតែពិនិត្យសំណុំរឿងរបស់បងលោកដឹងពីរឿងប្អូនរបស់ខ្ញុំដែរខ្ញុំទទួលសំណុំរឿងនេះម្ដាយរបស់លោកបានបំពឹងឲ្យខ្ញុំជួយអរគុណលោកហើយអូលោករងខំធ្វើល្អខ្លះទៅដើម្បីឲ្យគាត់សប្បាយចិត្តទាន់គាត់នៅកុំឲ្យស្ដាយក្រោយដូចជារូបខ្ញុំឥឡូវនេះចង់សងគុណម្ដាយវាហួសពេលទៅហើយណាលោកបាន